សាច់នូបីទាំងហ្នឹងគឺមានអត្ថន័យគឺថាទំនាក់ទំនងនៃជីវិតរស់នៅរបស់មនុស្សយើងត្រូវមានជាមួយនឹងទន្លេហើយព្រមទាំងជីវៈចម្រុះទៅតាមដងស្ទឹងទន្លេបាត់ដួលហ្នឹងគឺអាស្រ័យការរស់នៅជាមួយគ្នាតាមបែបធម្មជាតិនិងបរិស្ថានល្អមានអារម្មណ៍រំភើបសប្បាយរីករាយមានក៏ចូលរួមបានច្រើនហើយក៏ធ្វើឲ្យជំរុញចិត្តខ្ញុំនឹងយើងធ្វើការងារសិល្បៈបន្តដើម្បីឆ្លុះបញ្ចាំងពីសង្គមនិងបរិស្ថានហើយទាក់ទងនឹងកាលណាការថែរក្សារបស់យើងបានល្អទឹកស្ទឹងបឹងបួរក៏មានភាពអបអរសាជាមួយជីវៈចម្រុះនៅលើប្រទេសកម្ពុជានឹងគឺសម្បូរសប្បាយអរគុណច្រើនដែលសង្ឃឹមថាប្រជាពលរដ្ឋក៏ដូចជាជាតិសាសន៍ទូទៅដែលផ្លាស់គ្រប់គ្រងស្នាដៃរបស់ខ្ញុំបន្តគ្រប់គ្រងទៀតហើយខ្ញុំក៏មានទឹកចិត្តនឹងបង្ហាញច្រើនហើយមានគំនិតឲ្យបានល្អហើយនឹងបច្ចេកទេសស្នាដៃរបស់ខ្ញុំរហូតដល់ខ្ញុំធ្វើការសិល្បៈលេងកើត